សួស្តីបងប្អូនចឹងថ្ងៃនេះផងដែរខ្ញុំមានវីដេអូមួយដែលចង់បង្ហាញពីកន្លែងកាប់សាច់ឡានមួយកន្លែងនៅក្នុងប្រទេសកូរ៉េបងប្អូនអញ្ចឹងនៅស្រុកគេគឺឡានបុកប៉ះពៀនតិចតួចគេលុបចូលកន្លែងកាប់សាច់ហើយបងប្អូនគេអត់ជួសជុលទេគឺគេទិញថ្មីជីទៀតហើយឡានដែលបុកប៉ះពៀនហ្នឹងគឺគេលុបឲ្យកន្លែងកាប់សាច់ឡានហ្នឹងអញ្ចឹងបន្ទាប់ពីគេទិញមកដល់ហើយអូសមកដល់កន្លែងហើយគឺគេចាប់ផ្ដើមចាត់ចែងទៅតាមតម្រូវការរបស់ភ្ញៀវអញ្ចឹងភ្ញៀវគេក៏មកបែបណាគឺយើងកាប់សាច់ជូនគេបែបហ្នឹងហើយក្នុងវីដេអូនេះផងដែរគឺខ្ញុំបង្ហាញបងប្អូនអំពីការកាប់សាច់ប្រភេទឡានដឹកឡាន1 តោនកន្លះចឹងឥឡូវនេះគឺខ្ញុំកំពុងតែជ្រែลึกចូលទៅក្នុងរូងដើម្បីយើងដោះយកគ្រឿងក្រៅវានៅខាងក្នុងយើងអត់ធ្វើខាងក្រៅឲ្យពួកវាក្តៅពេកចឹងឥឡូវនេះយើងកំពុងតែរៀបចំលើកទៅហើយឥឡូវឡានយើងគឺមួយគ្រឿងនេះដែលត្រូវកាប់សាច់ចឹងនេះគឺប្រភេទឡាន1 តោនកន្លះបងប្អូនពូថោធូវានៅស្អាតតែបុកផ្ទៃកាប៊ីនពីមុខសាក់ស៊ីអីគ្រឿងក្រោមម៉ាស៊ីនអីនៅស្អាតបងប្អូននេះមិននៅស្រុកយើងវិញតោនទៅកាប៊ីនបន្តិចប្រើមកស្អាតវិញតែនៅគេអត់ទេប៉ុណ្ណឹងគឺគេលុបចូលកន្លែងកាប់សាច់អស់ហើយបងប្អូនហើយឡាននេះផងដែរសិតតែមានគេកំងហើយគឺភ្ញៀវគេកំងយកទៅម៉ាស៊ីនហើយនឹងគ្រឿងក្រោមយកពងក្រោយជាទីហើយនឹងផ្លូវខាងមុខសម្រាប់កងហើយនឹងកាប៊ីនដែកសាក់ស៊ីហ្នឹងគឺយើងកាត់ចិញ្ច្រាំជាថ្លឹងគីឡូជាអ៊ីតចាយវិញបងប្អូនឥឡូវយើងបានលើកមកចូលក្នុងរូងហើយដើម្បីយើងដោះកង់ដោះខ្ចៅកន្លែងណាដែលវាជាប់ដែលយើងត្រូវលើកចេញហ្នឹងដូចជាខ្ចៅប្លុងកាប៊ីនដូចជាប្រហូរប្រេងផូរទឹកចេញជាមុនអស់សិនបានយើងធ្វើការលើកកាប៊ីនចេញយើងលើកកាប៊ីនចេញហើយយើងកាត់ខ្សែភ្លើងកាត់ប្រភេទដូចជាអាលុយម៉ាញ៉ូមដូចជាស្ពាន់អីហ្នឹងគឺយើងបែងចែកផ្សេងយើងអត់ដាក់ចូលគ្នាទេដោយសារតែវីដេអូយើងវែងអញ្ចឹងខ្ញុំនឹងធ្វើវីដេអូកាត់ក៏ដូចជាខាងឲ្យលឿនដើម្បីពង្រួញវីដេអូឲ្យកាន់តែខ្លីអញ្ចឹងឥឡូវសូមបងប្អូនចូលរួមទស្សនាជាមួយខ្ញុំបន្តទៅទៀតទាំងអស់គ្នាឥឡូវយើងបានលើកកាប៊ីនចេញហើយបងប្អូនគឺនៅសល់តែខ្សែភ្លើងទៅយោញ៉ៃពេញហ្នឹងហើយយើងក៏ចាប់ផ្ដើមធ្វើការងារយើងបន្តទៀតគឺយើងកាត់ចិញ្ច្រាំសាក់ស៊ីវានឹងជាកង់ដើម្បីយកទៅចោលនៅកណោដែកអ៊ីតចាយហើយខ្សែភ្លើងយើងបកផ្សេងស្ពាន់ក៏ដូចជាអាលុយមីញ៉ូមហ្នឹងគឺយើងបែងចែកវាផ្សេងគ្នាទាំងអស់តើពីយើងបកខ្សែភ្លើងបកអាលុយមីញ៉ូមស្ពាន់អីចេញរួចរាល់អស់ហើយគឺយើងចាប់ផ្ដើមកាត់ចិញ្ច្រាំសាក់ស៊ីវាបងប្អូនយើងកាត់ចិញ្ច្រាំជា3កណាត់កាត់ជា3កង់នេះប្រហែលជាប្រវែង2 ម៉ែត្ររួចបានយើងយកទៅចោលកន្លែងកណោដែកអ៊ីតចាយដែលយើងបានកាត់រួចរាល់អស់ហើយហ្នឹងគឺយើងទុកតែម៉ាស៊ីនគ្រឿងក្រោមមានដូចជាពងជាទីពងមុខពងក្រោយវាហ្នឹងរួចហើយបានយើងចងខ្សែវាជាដុំរួចស្ទូចទៅគោទុកមួយដុំដើម្បីរងចាំភ្ញៀវមកយក
ឡូវយើងបានកាត់ចិញ្ច្រាំវាចកងរួចអស់ហើយចឹងឥឡូវយើងលើកម៉ាស៊ីនវាចេញសិនដើម្បីកុំឲ្យវាមានប៉ះវាបាក់បែកអីរួចបានយើងលើកដែកកណាត់ដែលយើងបានកាត់ចិញ្ច្រាំហើយដើម្បីយកទៅបោះចោលនៅកណូដែកហើយបន្ទាប់ពីយើងចោលដែកអៀតចាយរួចរាល់អស់ហើយគឺនៅសល់តែរបស់ដែលយើងត្រូវយកទេឥឡូវមានដូចជាដុំមុខពងមុខវានេះគឺយើងរៀបវាបែបអញ្ចឹងមករួចបានយើងចាប់ដើមលើកអាពងក្រោយយកមកដាក់ត្រួតពីលើអាដុំមុខនោះពងមុខនោះយើងលើកវាត្រួតពីលើហើយបានយើងយកចទាមកដាក់ពីលើមកជាន់ទៀតបានយើងត្រូវការចងវាទុកមកដុំជាមួយគ្នានឹងមកចងវាមកដុំជាប់គ្នារួចហើយបានយើងស្ទូចយកទៅដាក់ជាមួយម៉ាស៊ីនដើម្បីត្រៀមនាំចេញទៅចឹងឥឡូវការងារយើងគឺចប់រួចរាល់អស់ហើយបន្ទាប់ពីយើងបានកាប់ចិញ្ច្រាំវាយកដែកយកសាក់ស៊ីចោលរួចរាល់អស់ហើយយើងទុកតែរបស់ដែលយើងត្រូវការនាំចេញទៅក្រៅទេចឹងឥឡូវយើងយកមកកូរទុកខាងមុខនេះមកដុំហើយគឺរួចរាល់ហើយចឹងវីដេអូយើងក៏មកដល់ទីបញ្ចប់ត្រឹមនេះផងដែរហើយក៏សូមអរគុណបងប្អូនដែលបានចូលរួមទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់សិនជាបងប្អូនពេញចិត្តវីដេអូរបស់ខ្ញុំសូមកុំភ្លេចជួយចុច Subscribe Channel ខ្ញុំម្នាក់មួយផងដើម្បីជាកម្លាំងចិត្តខ្ញុំធ្វើវីដេអូចែករំលែកជូនបងប្អូនទស្សនាបន្តនៅថ្ងៃខាងមុខទៀតបាទសូមអរគុណសូមជម្រាបលា